ញោមស្តៅសាច់ជ្រូក3ជាន់ជាមួយមីសួរអីយពិតជាឆ្ងាញ់ខ្លាំងមែនទែនបងប្អូនចាម្ហូបដែលសឹងតែកម្រនឹងបានហូបណាចាមួយឆ្នាំគឺថាបានហូបតែម្ដងទេចាមិនងាយនឹងបានហូបទេព្រោះថាផ្កាស្តៅមិនមានផ្ការតែថ្ងៃផ្ការតែខែទេបងប្អូនមួយឆ្នាំគេផ្កាតែម្ដងផ្កាហ្នឹងគឺថាផ្កាដោយរដូវរបស់គេទៀតអញ្ចឹងថ្ងៃនេះទៅផ្សារគឺថាដើរមកឃើញផ្កាស្តៅមុនគេនឹកឃើញញោមចឹងតែម្ដងបងប្អូនតែបើធ្វើទឹកគ្រឿងវាឆ្ងាញ់ណាស់តែគ្រួសារខ្ញុំអ្នកផ្ទះខ្ញុំចូលចិត្តជាងគេគឺថាញោមនឹងតែម្ដងចាឥឡូវមកគ្រឿងផ្សំចាមករកមកគ្រឿងផ្សំចាផ្សំគ្រឿងផ្សំរបស់យើងនឹងគឺថាចាមានតែប៉ុណ្្នឹងទេបងប្អូនចាមានអីដាក់ហ្នឹងទៅតែបើថារសជាតិវិញគឺថាអ៊ុយអញ្ចឹងណាចាហើយនិយាយថាបានហូបផ្កាស្តៅមុនគេទៀតនិយាយថាជាតិអីជាតិយ៉ាងហ្នឹងចាខ្ញុំដឹងថាបងប្អូនអ្នកមើលបងប្អូនខ្លះចូលចិត្តញោមផ្កាស្តៅតែអត់ទាន់បានហូបចាស្រក់ទឹកមាត់តែម្ដងមិនអីទេបងប្អូនណាយតិចទៀតហ្នឹងគឺថាពងពេញរដូវផ្កាស្តៅនឹងនិយាយទៅថាត្រីលោតចេញពីលងត្រីលោតចេញពីលងត្រីលោតចូលលងយកធ្វើទឹកគ្រឿងបងប្អូននៅស្រុកស្រែចំការហូបបានហូបញឹកជាងខ្ញុំទៀតចាគឺថាដើរតបេះតាមស្រែតាមព្រៃតាមចការបស់យើងនឹងខ្វះអីបងប្អូនណាយចាតែក៏ឥឡូវខ្ញុំហូបមុនគេចាខ្ញុំសុំបើកឆាកមុនសិនចាបងចាអូថ្ងៃនេះគឺថាដើរផ្សារបានផ្កាស្តៅគឺថាលក់តែម៉ូតូទៀតក៏លិចភ្នែកទៅឃើញបដ ாய் ចាមានឯណាត្រូវប៉ាន់ញោមចឹងតែម្ដងចាកំពុងតែដើរវីវក់កំពុងតែដើរងាកឆ្វេងងាកស្ដាំគិតឆ្វេងគិតស្ដាំកំពុងតែអត់នឹកឃើញថាដឹងធ្វើម្ហូបអីគួរឲ្យហូបអញ្ចឹងណាចាអូមានណាឃើញផ្កាស្តៅចេញមុខម្ហូបបដ ாய் ចាមានណាប៉ះគ្រួសារខ្ញុំបងប្អូនខ្ញុំចូលចិត្តណាស់ចាញោមផ្កាស្តៅឥឡូវយើងមកធ្វើទឹកញោមរបស់យើងចាបុកស្ដេចដីដបងគេនឹងគឺថាបើម៉ត់តិចទៅបងប្អូនចាហ្នឹងគឺថាយើងបុកឲ្យម៉ត់ហ្នឹងដើម្បីអីដើម្បីឲ្យថាវាខ្ទិះអញ្ចឹងណាញ៉ាបងប្អូនចូលចិត្តញោមចូលចិត្តស្ដេចដីកំបុកខ្ទិះដល់បែកពេកឲ្យខ្ទិះខ្លាំងចាតែសម្រាប់ខ្ញុំក៏អត់ទេគឺថាបុកដបងគេគឺថាដាក់ខ្ទិះចឹងឯងចាហើយមានតែយើងរោយទៅលើទៀតទៅយកទៅថាជាតិនោះជាតិអីអញ្ចឹងទៅចាគ្រឿងផ្សំបន្លែរបស់យើងញោមវាខ្វះមួយទៀតស្ដាយគួរតែមិនថ្មីទេអត់មានស្ដាយគួរគាត់ថាតែប៉ុណ្្នឹងក៏ជាតិដែរចាអោយតែបានផ្កាស្ដៅអូដឹងអាម៉េចញោមត្រូវធៀបមកឬផ្កាស្ដៅថាបានសរាយទៀតហើយយាយបើថាជាតិនោះជាតិរដូវយើងឥឡូវបុនទៀនសបោណាញោមតែខ្លាចថាញោមឥឡូវវាខ្លាយចាមិនសូវដូចញោមយើងពីមុនណាញោមចាស់ពីដើមញោមចេញមកគឺថាដាក់ផ្កាស្ដៅយើងមានសរាយសមុទ្រយើងតិចមកយាយវាជាតិនោះជាតិតែញោមឥឡូវខ្ញុំសង្ស័យតែខ្លាយហើយតាមរោងការរោងបុនស៊ូទឹកដៃអ៊ំចាស់ចំនួនមុនអត់បានទេមើលទៅឥឡូវគេអាប់ដេតថ្មីណាអាប់ទៅអាប់មកមានណាហូបកើតចាញ់បងប្អូនចាញ់អ៊ំចាស់ទឹកដៃគាត់ធ្វើពីដើមវិញទេចាញោមបែបបុរាណយើងអើយជាតិណាស់បងប្អូនហើយនេះក៏ឃើញពណ៌គេដាក់ជីមកជីយើងក៏មិនគ្រប់មុខដែរចាតែប៉ុណ្្នឹងក៏ឆ្ងាញ់ដែរចាឲ្យតែយើងផ្សំគ្រឿងត្រូវអារឿងញោមថាជូរប្រៃផ្អែមដាក់មកយីវាត្រូវគ្នាបឹបអញ្ចឹងហ្មងណាសំខាន់គឺថាទឹកយើងទឹកញោមគឺថាដាក់ឲ្យវាចូលជាតិហើយចាដល់ពេលដាក់បន្លែទៅក៏សបោកសបល់បន្តិចកុំឲ្យវាអូវាទន់បន្លែពេកចាញោមនៅទន់បន្លែវាឆ្ងាញ់អញ្ចឹងទៅទឹកយ៉ាងម៉េចទឹកដើមមុនគេគឺទឹកនឹងឲ្យវាជាតិហើយដាក់បន្លែទៅគឺចូលជាតិចឹងតែមកកុំឲ្យផ្សំគ្រឿងទៅផ្សំមកកោវឹកអត់ឆ្ងាញ់ទេចារឿងញោមយើងអានឹងតិចនិចគ្រួសារខ្ញុំអ្នកផ្ទះខ្ញុំទេខ្ញុំនិយាយប្រាប់ខ្លួនឯងទេអូដល់បងធ្វើម្ហូបឆ្ងាញ់ជាងខ្ញុំទៀតចាអូខ្ញុំប្លាមកោទេមិនចេះធ្វើម្ហូបទេខ្ញុំមិនសូវដែរចូលចក្រានជើងឆ្នាំងទេយូរខ្ញុំចូលម្ដងទេចាខ្ញុំរវល់ការងារធ្វើការងារអញ្ចឹងណាបងឥឡូវរួចហើយបងប្អូនចាក់ដាក់ថាមកខ្ញុំភ្លក់មុនសិនចានិយាយបើថាភ្លក់ហើយភ្លក់ទៀតបានភ្លក់មួយម៉ាត់ដែរអត់ចង់ដកមាត់ចេញទេអូវាជាតិខ្លាំងពេកចាបើកឆាកមុនគេដបងទៀតចាសម្ពោធមុនគេចាផ្កាស្ដៅញោមផ្កាស្ដៅសម្ពោធមុនបងហើយចាមិនម៉ាអីមើលបងអធិស្ឋានផងខ្ញុំសុំហូបមុនហើយបន្តិចទៀតបងបានហូបដែរចាហើយវីដេអូខ្ញុំថ្ងៃនេះអត់មានអីទេមានញោមផ្កាស្ដៅអរគុណបងប្អូនជម្រាបលាជួបគ្នាទៀតចា